ល្ងាចថ្ងៃទី2នេះរត់ទៅដល់វគ្គសប្បាយទៀតហើយបានបងប្អូនខ្មែរមកថែមទៀតដឹងតែសប្បាយជាងនឹងទៀតមកនេះជួបគ្នាបានតែ3នាក់ផងហើយស្រុកដែលពួកខ្ញុំរស់នៅនឹងមានម្នាក់ទៀតតែមកអូនម្នាក់ទៀតនឹងគេជាប់រវល់អត់បានមកអីមកបាន4នាក់នឹងដឹងតែសប្បាយមកថ្ងៃទី2ពេលថ្ងៃបន្ទាប់ពីញ៉ាំនំបញ្ចុកញ៉ាំអីហើយណាឲ្យកូនលេងសិនម៉ែអង្គុយប្រាជ្ញគ្នាកូនទុកឲ្យប្តីមើលកូនស្រីខ្ញុំនិយាយពីថាគេសប្បាយគេមាំណាព្រោះគេដល់វ័យដែលកំពុងរៀនដើរវាលេងនឹងឯងដាក់ប៉ុកមកផ្លេតភ្លេចខ្លួនអត់បានទេវាដល់ណាណីឃើញកូនលេងឡើងហត់ហើយនឹងក៏នាំគ្នារុញកូនទៅដើរលេងជុំវិញភូមិរបស់គាត់រស់នៅនឹងមួយផ្លេតសិនខាងនេះវិញគឺថាទាពោរហូតមកឲ្យជាទេជាអីវិញអត់សូវចង់ទេរត់លេងខ្លួនឯងទៅមួយផ្លេតនឹងទាម៉ែពោបដៅដល់ល្ងាចនឹងប៉ែម្នាក់ទៀតគេទៅស្ទូចត្រីទេទៅឲ្យយកពងមាន់មកស្ងោយកូនហូបគេថាគេស្ទូចត្រីបានច្រើនណាស់ខាងនេះក៏ប្រាប់ថាយកត្រីនឹងមកបើស្ទូចបានច្រើនយកមកបំពងហូបហើយពីរអ្នកគាត់នឹងជាអ្នកធ្វើត្រីខ្ញុំនេះទៅបេះស្លឹកជីអីបើធ្វើត្រីច្រើនគ្នាពេកនឹងវាជាអៀតចឹងហើយយើងឆ្លៀតមកបេះស្លឹកជីយកទុកបុកលហុងជាមួយតបត្រីបុកញ៉ាំនាងរបស់ខ្ញុំហ៎រឿងបេះបោចអីនេះចាក់ផ្ទះថាបេះមិនបេះទៅកុំឲ្យបេះឲ្យងាប់ជីគេបេះតែម្ដាយទេមិនហ៊ានបេះច្រើនទេខ្លាចងាប់អស់របស់គេមកហើយត្រីនឹងគេស្ទូចតាមផ្លេតទេណាបានឡើងមកកណោចូលមកក្នុងផ្ទះបាយមកខាងពូចិននេះធ្វើម្ហូបឲ្យអស់ហើយនៅសល់តែពួកខ្ញុំត្រៀមធ្វើម្ហូបខ្មែរត្រៀមរៀបចំបន្លែឲ្យអស់ហ្នឹងគឺថាចាប់ផ្ដើមបុកលហុងមួយសិនបុកលហុងបដាបំពងត្រីបដាលើនឹងលហុងបុកហើយយកមកដាក់ឲ្យពូចិនហូបសាកភ្លក់មើលសិនតែពូចិនហ្នឹងដឹងតែមិនសូវហូបកើតដែរបុកលហុងថ្ងៃហ្នឹងអត់មានគ្រឿងសមុទ្រអត់មានអីទេបន្លែសុទ្ធហ្មងនេះវិញបុកត្រី7តុំមួយត្រីសល់ហ្នឹងក៏យកមកបំពងផ្ទាប់ហ្មងទៅមានអីយូរបានញ៉ាំបាយជុំគ្នាប្រាច់គ្នាលេងដល់កហើយប៉ែពីរនាក់នេះហ្នឹងគេនាំគ្នាហូបស្រាថ្នាំស្រាត្រាំផ្លែឈើខ្ញុំនឹងដំបងឡើយគឺថាហូបទឹកក្រូចធម្មតាទេតែមានណាយូរទៅគេបខំពេកដាក់បៀប្រហែលជា2 3ក្អឹកសោះនឹងសវឹងណាណៃហើយតែហូបស្រាមិនកើតទេតែហូបស្រាហ្នឹងដឹងថាចង់ដាក់ដេកច្រើនអស់ហ្នឹងកន្លះកំប៉ុងគេថាជឿឲ្យសាកមើលមានណាសាកហើយពិតប្រកបមេទុកឲ្យកូនមើលប្តីបដ ாய் មានណាប៉ែម្ចាស់ផ្ទះនោះសវឹងដែរប៉ុន្តែជួយមើលកូនខ្ញុំគេសវឹងអត់មានដួលអត់មានអីណាគេសវឹងគេចង់រកមនុស្សប្រានិយាយពីថាសវឹងហើយម៉ែឲ្យចិនចេះដល់កនិយាយមានតាក់អីមួយម៉ាត់សោះហ្មងតែបើថាពេលអត់សវឹងហ៎ចង់និយាយរោណាគេសោះហ្មងគេត្រូវគ្នាស្រាថ្នាំចូលទៅចូលមកនឹងទៅមកល្មមគួរសមហើយណាប៉ែនោះគេបញ្ញាប់ទៅផ្ទះវិញម៉ែក្មេកគេទេតាមម៉ែក្មេកគេយកកូនមកយួតបានដឹងទៅទេតាមទៅផ្ទះវិញហើយខ្ញុំនេះមានណាដល់ពេលបែកវងគ្នាហើយនឹងឡើងទៅដេកហើយតែខាងកើនឹងគេនៅហូបបន្តសវងហើយមាននឹងអង្គុយណាកើតទៀតហើយយប់មិញហ្នឹងគឺថាឡើងទៅដេកគ្មានបានថតអីទៀតទេនេះវីដេអូស្អែកថ្ងៃទី3ពេលព្រឹកឡើងកដៅទឹកនំបញ្ចុកចូលហូបនំបញ្ចុកទៀតហើយពួកអីទឹកស្លប្រហើម្សិលមិញនៅច្រើនដែរមានណាដល់ពេលសវងទៅកូនក៏មិនបានមើលដេកលក់ទឹកគ្មានបានមួយទៀតបែកម្ចាស់ផ្ទះថាណានឹកឃើញថាដល់ថ្នាក់ហ្នឹងបានតែផឹកទៅវាមិនអីព្រោះអីផឹកតែបន្តិចបើមនុស្សធ្លាប់ហើយឯហ្នឹងផឹកអស់តែកន្លះកំប៉ុងនឹងអត់ដេកទល់ភ្លើងណាគេចង់លោឡាអីលោទៅអត់មានខ្វល់សោះញ៉ាំនំបញ្ចុកញ៉ាំអីហើយនឹងគឺថានាំគ្នាមកអង្គុយប្រាជ្ញគ្នាលេងសិនថ្ងៃហ្នឹងខ្ញុំរៀបចំត្រឡប់ទៅផ្ទះវិញហើយរឿងក្នុងចិត្តមានប្រមាណដែរអស់